បន្ទាប់ពីបានដើរតាមក្មេងស្រីម្នាក់នោះតាម៉ៅនិងពូពាក់ក៏បានប្រទះនឹងផ្ទះឈើមួយខ្នងដែលកំពុងតែឈរសំងំលាក់ខ្លួននៅក្នុងព្រៃតាម៉ៅនិងពូពាក់សម្លឹងមើលផ្ទះឈើមួយនោះយ៉ាងយកចិត្តទុកដាក់រំពេចនោះតាម៉ៅនិងពូពាក់ក៏បានប្រទះឃើញក្មេងស្រីម្នាក់នោះដែលកំពុងតែបានងូតទឹកនៅក្នុងធុងយ៉ាងទំនងនិងមានចង្កៀង4បំភ្លឺដែលបានបង្ហាញលេចចេញនៅសាច់ដ៏សខ្ចីមកកាន់ពួកគាត់អាពីនេះតើតាម៉ៅនៅឯណាហេតុអ្វីបានជាមិនឃើញគាត់មកចាំយើងនៅទីនេះអញ្ចឹងក្រែងយើងប្រាប់ពួកអញឲ្យប្រាប់តាម៉ៅពីល្ងាចមិញហើយថាថ្ងៃនេះពួកយើងនឹងចូលព្រៃមែនទេឆាប់ទៅហៅតាម៉ៅភ្លាមមកបើអត់គាត់នាំផ្លូវពួកយើងច្បាស់ជាពិបាកហើយតាម៉ៅអើយពូពាក់មកហើយឆាប់ចេញមកអូមកដល់ហើយយេអាពាក់តែច្បាស់ទេថានឹងចូលទៅក្នុងព្រៃមួយនោះដោយសារតែយើងបារម្ភថានៅក្នុងព្រៃមួយនោះវាគឺសម្បូរទៅដោយគ្រោះថ្នាក់ខ្លាំងណាស់គុំសំញ៉ាំច្រើនអីតាក្រែងពួកយើងនិយាយគ្នាពីម្សិលមិញហើយថាពួកយើងនឹងចូលទៅក្នុងព្រៃនោះនៅថ្ងៃនេះហើយអ្វីបានជាតាមកសួរខ្ញុំបែបនេះនៅថ្ងៃនេះទៅវិញតើតាមិនចង់ចូលទៅរកព្រៃនៅទីនោះទេមែនទេនៅទីនោះសម្បូរទៅដោយដើមឈើដែលមានតម្លៃខ្លាំងណាស់មិនមែនអញ្ចឹងទេអញគ្រាន់តែសួរបញ្ជាក់ឯងឲ្យច្បាស់តែប៉ុណ្ណោះបើថាអស់អីហើយតោះពួកយើងនាំគ្នាទៅតែម្ដងទៅនៅវេលាម៉ោងប្រហែលជា3រសៀលឡានរបស់ពូពាក់បានធ្វើដំណើរចេញពីភូមិដោយមានតាម៉ៅនិងកូនចៅរបស់គាត់2នាក់ទៀតដែលកំពុងតែបាននឹងធ្វើដំណើរជាមួយនឹងពូពាក់ទៅកាន់ព្រៃធំលុះធ្វើដំណើរអស់រយៈពេល7ពេញមួយថ្ងៃឡានរបស់ពូពាក់ក៏បានធ្វើដំណើរមកដល់មាត់ព្រៃដែលមាត់ព្រៃនេះសម្បូរទៅដោយដើមឈើទូចធំដែលវាជាហេតុធ្វើឲ្យឡានរបស់ពូពាក់មិនអាចបន្តដំណើរទៅមុខទៀតបានហើយក្រុមរបស់ពូពាក់ក៏បានសម្រេចចិត្តធ្វើដំណើរថ្មើរជើងចូលទៅក្នុងព្រៃដោយឲ្យតាម៉ៅគឺជាអ្នកនាំផ្លូវខ្ញុំសូមអនុញ្ញាតដល់អ្នកថែរក្សានៅម្ចាស់ព្រៃមួយនេះសូមឲ្យពួកខ្ញុំបានធ្វើដំណើរចូលទៅកាន់ក្នុងព្រៃមួយនេះផងបន្ទាប់ពីតាម៉ៅនិយាយចប់ក៏ស្រាប់តែមានបាតុភូតមួយកើតឡើងដោយវងបក្សីបានហោះហើរឆ្វេងឆ្វាយពេញផ្ទៃអាកាសហើយដុំពពកពណ៌ខ្មៅបានមកបិទបាំងពន្លឺព្រះសូរិយាដែលធ្វើឲ្យព្រះសូរិយាត្រូវបានអាប់រស្មីវាហាក់បីដូចជាមានអ្វីម្យ៉ាងចង់ប្រាប់ដល់ក្រុមតាម៉ៅនិងក្រុមពូពាក់មិនឲ្យចូលទៅកាន់ព្រៃនោះអញ្ចឹងនៅខណៈនោះតាម៉ៅក៏បានដឹងអំពីបាតុភូតទាំងនេះហើយតាម៉ៅក៏បាននិយាយទៅកាន់ពូពាក់ថាអាពាក់តាមើលម្ចាស់ព្រៃនៅទីនេះគេមិនអនុញ្ញាតឲ្យពួកយើងចូលទៅក្នុងព្រៃនោះទេយល់ល្អពួកយើងគួរតែត្រឡប់ទៅភូមិរបស់យើងវិញទៅបន្ទាប់ពីតាម៉ៅនិយាយបែបនេះហើយពូពាក់គាត់ក៏មិនបាននិយាយអ្វីនោះដែរដោយពូពាក់ក៏យល់ច្បាស់អំពីសភាពការបែបនេះហើយពូពាក់ក៏បានប្រាប់ទៅកូនកលីរបស់គាត់2នាក់ទៀតដែលមកជាមួយគាត់នោះឲ្យរៀបចំអីវ៉ាន់និងអាលធ្វើដំណើរចេញពីព្រៃមួយនេះត្រឡប់ចូលទៅភូមិវិញនៅខណៈពេលដែលពួកគាត់កំពុងតែធ្វើដំណើរចេញពីព្រៃត្រឡប់ទៅភូមិវិញមេឃក៏បានធ្លាក់ភ្លៀងយ៉ាងខ្លាំងដែលជាហេតុធ្វើឲ្យឡានរបស់ពូម៉ៅពិបាកក្នុងការធ្វើដំណើរហើយឡានរបស់ពូម៉ៅក៏ត្រូវបានជាប់ផុងក្រោយភ្លៀងមេឃក៏ត្រូវបានស្រឡះពន្លឺព្រះច័ន្ទពេញវង់កំពុងតែប្រឹងបញ្ចេញរស្មីដ៏សទន់មកលើផែនភស្តុភារខ្យល់រាត្រីបក់បោកមកសណ្ដំក្រុមរបស់ពូពាក់ដែលកំពុងតែញាប់ដៃក្នុងការរុញឡានដែលកំពុងតែត្រូវបានជាប់ផុងអាពាក់តើចិត្តហើយឬនៅអើយតាម៉ៅអើយឡានរបស់យើងគឺជាប់ផុងជ្រៅណាស់ប្រហែលជាមិនងាយនឹងហើយនោះទេតើមានបញ្ហាអ្វីមែនទេបានជាតាសួរខ្ញុំបែបនេះ
គ្មានអីនោះទេអញគ្រាន់តែសួរចង់ដឹងតែប៉ុណ្ណោះឆាប់ញាប់ដៃញាប់ជើងទៅតើអ្នកណានៅទីនោះមីនាងតើមីនាងឯងនឹងកូនចៅរបស់អ្នកណាហើយអ្វីបានជាម្ដាយនៅក្នុងព្រៃបែបនេះទៅវិញមានហើយក្មួយតើក្មួយគឺជាកូនចៅរបស់អ្នកណាហើយផ្ទះរបស់ក្មួយនៅឯណាហើយអ្វីបានជាក្មួយមកដល់ទីនេះតើក្មួយមិនខ្លាចទេឬក៏យ៉ាងម៉េចបានជិះញៀនដើរនៅក្នុងព្រៃតែម្នាក់ឯងបែបនេះនៅខណៈពេលនោះក្មេងស្រីនៅតែបន្តញញឹមមកកាន់ក្រុមរបស់ពូពាក់ដោយមិនឆ្លើយតបសម្ដីមួយម៉ាត់សោះឡើយហើយក៏បានដើរចេញទៅតាម៉ៅនិងពូពាក់ហាក់បីដូចជាមានការងឿងឆ្ងល់ជាខ្លាំងហើយពួកគាត់ក៏សម្រេចចិត្តដើរតាមក្មេងស្រីដោយពួកគាត់រំពឹងថានឹងអាចជួបអ្នកភូមិនៅក្បែរៗនោះប្រហែលជាកូនអ្នកភូមិនៅម្ដុំនេះហើយបន្ទាប់ពីបានដើរតាមក្មេងស្រីម្នាក់នោះតាម៉ៅនិងពូពាក់ក៏បានប្រទះនឹងផ្ទះឈើមួយខ្នងដែលកំពុងតែឈរសំងំលាក់ខ្លួននៅក្នុងព្រៃតាម៉ៅនិងពូពាក់សម្លឹងមើលផ្ទះឈើមួយនោះយ៉ាងយកចិត្តទុកដាក់រំពេចនោះតាម៉ៅនិងពូពាក់ក៏បានប្រទះឃើញក្មេងស្រីម្នាក់នោះដែលកំពុងតែបានងូតទឹកនៅក្នុងធុងយ៉ាងទំនងនិងមានចង្កៀង4បំភ្លឺដែលបានបង្ហាញលេចចេញនៅសាច់ដ៏សខ្ចីមកកាន់ពួកគាត់អពាក់ឯងមានឃើញអញឃើញដែរទេមើលដូចជាមិនសូវច្បាស់ប៉ុន្មានទេតាម៉ៅអើយខ្ញុំគិតថាយើងគួរតែចូលទៅឲ្យគៀកជាងនេះបន្តិចទៅដើម្បីឲ្យមើលទៅឃើញកាន់តែច្បាស់ជាងនេះមិនបាច់ចាំចូលទៅគៀកនោះទេអញមានវិធីមួយដើម្បីឲ្យមើលកាន់តែច្បាស់ជាងនេះតើដឹងឬទេនាងណាមើលស្រីលួញមើលរាល់ថ្ងៃស្រីហែលទឹកគឺបងនេះហើយទាំងល្ងាចទាំងព្រឹកមើលតលតាគេងស្រមៃនឹកខូនចិនអទៅហើយសាញ់សល្អខ្ចីសងវែងប្រាស្មាហាត់ថាហាលផងក្បងទឹកលេងផងចង្កេះក៏តូចថ្ពលខួចទាំងសងអូនបងហាញឲ្យឃើញសាច់ខ្នងបងរឹតតែខ្វាយខ្វល់ចង់ហាលទឹកលេងបន្លែងនឹងស្រីតែគ្មាននិស្ស័យដូចចិនពងទេអាពាក់ឯងឃើញច្បាស់ហើយនៅឃើញច្បាស់នៅអាពាក់ឃើញហើយខ្ញុំកោតតាម៉ៅអញចេះរស់នៅឃើញគំនិតប្រសានថោកទាបមួយនេះណាអើយកុំខ្វល់ថាថោកឬក៏ថ្លៃអីឆាប់ទិញតាមភ្លាមទៅដោយមានការភ័យខ្លាចក្មេងស្រីម្នាក់នោះក៏បានព្យាយាមរត់គេចចេញពីតាម៉ៅនិងពូពាក់ហើយនាងក៏ត្រូវបានជពុកជើងដួលស្លាប់នៅក្នុងព្រៃចំណែកឯតាម៉ៅនិងពូពាក់វិញពួកគាត់ព្យាយាមស្វែងរកក្មេងស្រីម្នាក់នោះដើម្បីសួរអំពីទិសដៅធ្វើដំណើរនៅក្នុងព្រៃប៉ុន្តែពួកគាត់ហាក់បីដូចជាមិនបានឃើញសូម្បីតែស្រមោលរបស់ក្មេងស្រីម្នាក់នោះអាពាក់
ហើយមានឆ្ងល់ដូចអញទេអំបាញ់មិញនេះអញឃើញរត់មកផ្លូវនេះច្បាស់ណាស់ប៉ុន្តែឥឡូវមកដល់ទីនេះអត់ឃើញសូម្បីតែស្មៅរបស់នាងតិចលោខ្មោចលោកពួកយើងទេដឹងមិនមកគួរតែត្រឡប់ទៅឡានវិញទៅពីព្រោះថានៅភូមិសាស្ត្រតាមនេះពួកយើងមិនដែលធ្លាប់មកនោះទេរឿងដើរព្រៃខ្ញុំមិនសូវជាប្រសពដូចជាតម៉ៅឯងទេបើសិនជាតម៉ៅឯងគិតបែបណាក៏ធ្វើបែបនឹងទៅចុះខ្ញុំតាមតែតម៉ៅឯងទេដោយវាជាព្រៃដែលពួកគាត់មិនធ្លាប់បានចូលពីមុនតម៉ៅក៏មិនហ៊ាននឹងធ្វើដំណើរចូលទៅកាន់ព្រៃជ្រៅទៀតឡើយហើយពួកគាត់ក៏បានសម្រេចចិត្តថានឹងត្រឡប់ទៅឡានរបស់ពួកគាត់វិញតើមានរឿងអីកើតឡើងនៅទីនេះនៅពេលដែលតម៉ៅនិងពូពាក់ត្រឡប់មកដល់ឡានរបស់ពួកគាត់វិញតម៉ៅនិងពូពាក់ក៏បានសង្កេតឃើញថាកូនចៅរបស់ពូពាក់2នាក់ដែលមកជាមួយពួកគាត់នោះគឺកំពុងតែដេកស្ដុកស្ដឹងនៅបរិវេណនៃឡានរបស់ពួកគាត់ហើយតម៉ៅនិងពូពាក់ក៏កើតមានការងឿងឆ្ងល់ជាខ្លាំងអាយ៉ាតម៉ៅដោយមានការងឿងឆ្ងល់និងភាពភ័យខ្លាចមកគ្របដណ្ដប់លើពូពាក់ក៏បានសម្រេចចិត្តបបួលតម៉ៅត្រឡប់ទៅខ្ទមតូចដែលជាខ្ទមរបស់ស្រីកមុំដែលគាត់បានជួបកាលពីអមិញមិញនេះខណៈនោះក៏ស្រាប់តែមានសំឡេងខ្យល់បក់បោកមកយ៉ាងខ្លាំងដែលធ្វើឲ្យនៅបរិវេណនោះពោពេញទៅដោយសំឡេងឆ្កែលូនិងសំឡេងខ្យល់ធ្លាក់ដែលមកប៉ះលើផ្ទៃមែកឈើហើយសំឡេងសើចខ្លាំងបានបន្លឺឡើងនៅរងំជុំវិញបរិវេណដែលតម៉ៅនិងពូពាក់កំពុងតែឈរនោះApa? Tak kerja anda tu. Apa? Tak kerja anda tu.